bạnចឹងយើងបន្តមករបស់បដិសេធម្ដងបាទរបស់បដិសេធជាមួយនឹងពាក្យused to បាទអញ្ចឹង form ទម្រង់ negative ប្រយោគបដិសេធជាមួយនឹង used to subject plus did not បាទ subject plus did not plus used to plus verb បាទ verb ហ្នឹងគឺ verb ខ្ទង់ទី1បាទអញ្ចឹងបងប្អូនមើលកន្លែងប្រយោគបដិសេធ negative ត្រង់ចំណុច used to use ត្រង់នេះគឺយើងលុបd ចេញអក្សរ d បាទបើប្រយោគធម្មតាគឺយើងដាក់អក្សរ d ប៉ុន្តែនៅក្នុងប្រយោគបដិសេធគឺយើងកន្លែងនេះយើងអត់ដាក់ use អក្សរ d ទេគឺយើងដកអក្សរ d ចេញគឺយើងនៅសល់តែ use ធម្មតាទេបាទអញ្ចឹង subject plus did not plus used to plus verb បាទ verb ខ្ទង់ទី1បាទអញ្ចឹងយើងទៅមើលឧទាហរណ៍ទាំងអស់គ្នាបាទឧទាហរណ៍ I did used to like to rain but now I love it I didពេលនេះ I didn't used to like to rain but now I love it I didn't used to like to rain but now I love it បាទខ្ញុំពីមុនធ្លាប់ចូលចិត្តទុរេនខ្ញុំពីមុនមិនខ្ញុំមិនធ្លាប់ចូលចិត្តទុរេនទេពីមុនមកតែឥឡូវខ្ញុំចូលចិត្តវាណាស់បាទប្រែថាខ្ញុំមិនធ្លាប់ចូលចិត្តទុរេនទេពីមុនមកតែឥឡូវខ្ញុំចូលចិត្តវាណាស់បាទអញ្ចឹងយើងអានម្ដងទៀត I didn't used to like to rain but now I love it បាទអញ្ចឹងសិស្សានុសិស្សអានទាំងអស់គ្នាបាទល្អណាស់បាទបងប្អូនហើយត្រង់ចំណុចនេះគឺជាប្រយោគបដិសេធបាទអញ្ចឹងអានថា I used to I didn't used to like to rain but now I love it បាទអញ្ចឹងមានន័យថាពីមុនហ្នឹងគាត់អត់ចូលចិត្តញ៉ាំទុរេនទេប៉ុន្តែឥឡូវហ្នឹងគាត់បែរជាចូលចិត្តទុរេនវិញបាទអញ្ចឹងបងប្អូនទាំងអស់គ្នាចូលចិត្តទុរេនអត់បាទមានបងប្អូនណាអត់ចូលចិត្តទុរេនសូម comment ដាក់ខាងក្រោមបាទសូមអរគុណសូមជម្រាបលា